គ្រួសារចំណាប់ខ្មាំងបាននិយាយនៅពេលលោក Trump ប្រាប់អ៊ីស្រាអែលឲ្យបញ្ចប់ការទម្លាក់គ្រាប់បែកទីក្រុងកាហ្សានៅតែជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់ IDF ចេញផ្សាយនៅម៉ោងលោកផាម34នាទីយោធាអ៊ីស្រាអែលប្រមានប៉ាឡេស្ទីនថាតំបន់ភៀកខាងជើងនៃតំបន់វ៉ាឌីហ្គាហ្សានៅតែជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់កងកម្លាំងទាហានអ៊ីស្រាអែលនៅតែជុំវិញទីក្រុងកាហ្សាហើយការព្យាយាមត្រឡប់ទៅទីនោះបង្កគ្រោះថ្នាក់ខ្លាំងណែនាំពី IDF អារ៉ាប់ Avichai Adrae សរសេរនៅលើ X EAB គាត់និយាយថាផ្លូវរ៉ាស៊ីតនៅតែបើកចំហដូច្នេះមនុស្សអាចផ្លាស់ប្ដូរទៅភៀកខាងត្បូង IDF បាននឹងកំពុងបាត់ទីក្រុងកាហ្សាដែលគេមើលឃើញថាជាបន្តែចុងក្រោយរបស់ក្រុម Hamas យោធាបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនទៅកាន់ភៀកខាងត្បូងនៃតំបន់ Gaza Strip ប៉ុន្តែក្រុមជំនួយនិយាយថាតំបន់មនុស្សធម៌នៅភៀកខាងត្បូងគឺចង្អៀតខ្លាំងណាស់ប្រជាជនមិនអាចរកកម្លាំងសម្រាប់តម្កល់តង់បានទេហើយអ្នកខ្លះបានត្រឡប់ទៅភៀកខាងជើងវិញយើងចាប់ផ្ដើមឃើញរូបថតមួយចំនួនដែលបានថតនៅកណ្ដាល Gaza Strip នៅព្រឹកថ្ងៃស្អែកពេលដែលការពិភាក្សាអំពីការបញ្ចប់នៃសង្គ្រាមបានផ្ទុះឡើងតិចតួចហាក់ដូចជាបានផ្លាក់ប្ដូរនៅលើដីវេទិកាចម្រាប់ខ្មាំងហើយគ្រូសាបាត់ខ្លួននិយាយថាឥឡូវនេះដល់ពេលហើយសម្រាប់អ៊ីស្រាអែលដើម្បីឈររួមគ្នាដើម្បីធានាការវិលត្រឡប់មកវិញនៃចម្រាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ពី Gaza វេទិកាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាយើងស្ថិតនៅក្នុងថ្ងៃសម្រេចចិត្តសម្រាប់ការព្រមព្រៀងថ្ងៃដែលនឹងកំណត់ពេលណាចំណាប់ខ្មាំងដែលនៅរស់ត្រឡប់មកវិញសម្រាប់ការសារដលិតនីតិសម្បត្តិហើយអ្នកស្លាប់ត្រឡប់មកវិញសម្រាប់ការបញ្ចប់សពយ៉ាងត្រឹមត្រូវនេះគឺជាម៉ោងដែលអ៊ីស្រាអែលទាំងអស់ត្រូវឈររួមគ្នាហើយទាមទារយ៉ាងខ្លាំងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីនាំបងប្អូនប្រុសស្រីរបស់យើងមកផ្ទះវិញអង្គការដែលត្រូវបានបង្កើតឡើងភ្លាមបន្ទាប់ពីការវាយប្រហារថ្ងៃទី7តុលាភាគច្រើនដំណើរការដោយស្ម័គ្រចិត្តនិងគាំទ្រគ្រួសារចំណាប់ខ្មាំងក្នុងពេលតែមួយដាក់សម្ពាធទៅលើរដ្ឋាភិបាលដើម្បីនាំពួកគេមកផ្ទះវិញវាបានអំពាវនាវឲ្យប្រជាជនអ៊ីស្រាអែលជួបជុំគ្នានៅទីលានចំណាប់ខ្មាំងតេឡាវីវនៅយប់នេះដើម្បីប្រារព្ធខួបជិត2ឆ្នាំបន្ទាប់ពីការវាយប្រហារថ្ងៃទី7តុលានេះគឺជាពេលវេលាទីកន្លែងនិងពេលវេលាដើម្បីបង្ហាញថាគ្មានអ្វីខ្លាំងជាងសាមគ្គីភាពរបស់អ៊ីស្រាអែលនោះទេលោក Trump បានចេញផ្សាយផែនការសន្តិភាពប្រពៃរបស់លោកនៅក្នុងដំណើរទស្សនកិច្ចទៅសេតាវិហារដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីដើមសប្តាហ៍នេះគឺជាសំណើសំខាន់ក្នុងផែនការបំណើរមួយចំនួនការបញ្ឈប់ភ្លាមៗនៃប្រតិបត្តិការយោធាការដំឡើងរយៈពេល72ម៉ោងនៃចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់20នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុម Hamas និងសាកសពជាង26នាក់ដែលត្រូវបានជឿថាស្លាប់ផ្ទៃប៉ាឡេស្ទីនចំនួនរាប់រយនាក់និងអធិនៃហ្គាហ្សាផ្សេងទៀតមេដឹកនាំបកប្រឆាំងនៅក្នុងប្រទេសអ៊ីស្រាអែលលោក Yair Lapid និងមេដឹកនាំគណៈបកប្រជាធិបតេយ្យរបស់អ៊ីស្រាអែលលោក Yair Golan បានអំពាវនាវឲ្យលោក Netanyahu ចំពោះទៅមុខជាមួយនឹងផែនការសន្តិភាពរបស់លោកប្រធានាធិបតី Trump លោក Golan បង្ហាញនៅលើ X ថានៅពេលនេះបេសកកម្មរួមរបស់យើងគឺមិនអនុញ្ញាតឲ្យណាមួយទាំង Hamas និង Netanyahu និងរដ្ឋាភិបាលរបស់គាត់នៅឱកាសណាមួយដើម្បីបំផ្លាញកិច្ចព្រមព្រៀងរបស់ Trump មេដឹកនាំគណៈបកប្រជាធិបតេយ្យនិយាយថាអ៊ីស្រាអែលគួរតែឆ្ពោះទៅមុខនិងប្រយុទ្ធជាមួយគ្រប់មធ្យោបាយដើម្បីធានាថាកិច្ចព្រមព្រៀងមួយត្រូវបានអនុវត្តចំណាប់ខ្មាំងត្រូវបានដោះលែងការគ្រប់គ្រងរបស់ក្រុម Hamas ត្រូវបញ្ចប់និងតំបន់ Gaza Strip ត្រូវបានសាងសង់ឡើងវិញឡាពីតនិយាយថាគាត់បានប្រាប់រដ្ឋបាលអាមេរិកថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu មានការគាំទ្រផ្នែកនយោបាយដើម្បីបន្តដំណើរក្នុងការបញ្ចប់សង្គ្រាមអ៊ីស្រាអែលគួរតែប្រកាសថាខ្លួនកំពុងចូលរួមក្នុងការពិភាក្សាដែលដឹកនាំដោយប្រធានាធិបតីដើម្បីបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងឡាពីតសរសេរនៅលើ X ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និយាយថាការឆ្លើយតបរបស់ Hamas ចំពោះសំណើផែនការសន្តិភាពរបស់ប្រធានាធិបតី Trump គឺលើកទឹកចិត្តនឹងថាពេលនេះត្រូវបានចាប់យកប្រធានគណៈកម្មការអឺរ៉ុបបានប្រកាសនៅលើ X ថាការបាត់ឈប់ឆាយភ្លាមនៅ Gaza និងការដោះលែងចំណាប់ខ្មាំងទាំងអស់គឺអាចដល់ដៃលោកសេរីបន្ថែមថាអឺរ៉ុបនឹងគាំទ្រគ្រប់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនិងជំរុញដំណោះស្រាយរដ្ឋពីរដែលលោកស្រីហៅថាជាដំណោះស្រាយតែមួយគត់ដើម្បីមានសន្តិភាពក្នុងការឆ្លើយតបចំពោះផែនការសន្តិភាពរបស់លោក Donald Trump ក្រុម Hamas យល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ដែលកំពុងត្រូវបានឃុំឃាំងនៅក្នុងតំបន់ Gaza ចំណោមមនុស្ស251នាក់ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី7ខែ12ឆ្នាំ2023គឺមានជាចំណាប់ខ្មាំងចំនួន48នាក់ដែលនៅតែត្រូវបានចាប់ខ្លួនក្នុងទឹកដីប៉ាឡេស្ទីនដោយក្រុម Hamas ហើយមានតែ20នាក់ប៉ុណ្ណោះដែលគឺថានៅរំរស់ក្រុម Hamas ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងដើម្បីទទួលយ៉ាងហោចណាស់ចំណុចមួយចំនួននៃកិច្ចព្រមព្រៀងរបស់លោកប្រធានាធិបតី Trump សម្រាប់តំបន់ Gaza ជាមួយនឹងការឆ្លើយយ៉ាងនេះពិតជាការចាប់ផ្ដើមមួយរបស់ពួកគេបានយល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងរស់មួយស្លាប់ហើយ Gaza នឹងត្រូវបានគ្រប់គ្រងដោយអ្នកបច្ចេកទេសប៉ុន្តែសេចក្តីថ្លែងរបស់ក្រុមនេះមិនបាននិយាយអំពីការរំលាយអាវុធរបស់វាដែលជាទាមទារមួយសំខាន់របស់អ៊ីស្រាអែលឬការនិរទេសសមាជិករបស់វានោះឡើយការឆ្លើយតបនេះកើតឡើងបន្ទាប់ពីការចាប់ផ្ដើមចុងសប្តាហ៍របស់ជនជាតិយូ
ដូច្នេះប្រតិកម្មក្នុងប្រទេសអ៊ីស្រាអែលរហូតមកដល់ពេលនេះមានកម្រិតចំណូលការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាញ៉ាហ៊ូបាននិយាយថាប្រទេសកំពុងរៀបចំដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ហើយរាយការណ៍បង្ហាញថាកងទ័ពត្រូវបានបញ្ជាឲ្យកាត់បន្ថយការវាយប្រយុទ្ធនៅតំបន់ហ្គាហ្សាអ្នកជាច្រើនកំពុងបង្ហាញការសង្ឃឹមថាវិវត្តថ្នាផ្នែកផ្អោនេះអាចត្រួលផ្លូវឲ្យសង្គ្រាមនឹងបញ្ចប់កាលពីថ្ងៃច័ន្ទសេតាឆាពីបង្ហោះផែនទីខាងក្រៅមួយបង្ហាញថាមានបន្ទាត់វិភេកយ៉ាងរមុនរវាងការដកទ័ពយោធាអ៊ីស្រាអែលប្រសិនបើផែនការសន្តិភាពរបស់លោក Donald Trump បន្តដំណើរទៅមុខទោះបីជាផែនទីនោះប្រហែលគឺឧទាហរណ៍ថាព្រំដែនដំបូងរបស់ហ្គាហ្សាជាមួយអេហ្ស៊ីបមិនមែនជាព្រំដែនត្រង់ទេដោយក្នុងរូបភាពនោះទេវាបានឲ្យយើងគិតថាផែនការសន្តិភាពនេះមានន័យយ៉ាងដូចម្តេចក្នុងតំបន់ប៉ាឡេស្ទីនប្រសិនបើផែនការសន្តិភាពអនុវត្តតាមព្រំដែនដែលបង្ហាញនៅលើផែនទីសេតាឆាពីការដកទ័ពដំបូងរបស់យោធានឹងចេញពីតំបន់ហ្គាហ្សា 55% ការដកទ័ពលើកទី2នឹងនៅសល់តែប្រហែល 40% និងច្បាប់ខែនទីចុងក្រោយនៃការដកទ័ពគឺនឹងបង្កើននៅតំបន់ការពារសន្តិសុខនិងមានតែ 15% នៃតំបន់ហ្គាហ្សាដែលត្រូវបានយោធាអ៊ីស្រាអែលគ្រប់គ្រងវាប្រហែលមានបង្ហាញថាព្រំដែនការគ្រប់គ្រងបច្ចុប្បន្នរបស់ IDF ប៉ុន្តែផែនទីនេះមិនមានសារៈពាក់ព័ន្ធជាមួយនឹងវិភាគរបស់យើងចំពោះតំបន់ដែលត្រូវបានព័ទ្ធនឹងតំបន់យោធានោះទេ